សម្រាប់អ្នកចុករយដៃខ្សោយដៃស្ពឹកដៃដៃអត់មានកម្លាំងដោយសារតែប្រើប្រាស់កុំព្យូទ័របើកឡានលើរបស់ធ្ងន់បងប្អូនអាចមើលវីដេអូនេះបាននេះគឺជាវិធីសាស្ត្រក្នុងការព្យាបាលនៅប្រអប់ដៃដើមដៃនិងកំភួនដៃមុនយើងធ្វើការព្យាបាលគឺយើងធ្វើការបញ្យឺតនៅកដៃប្រអប់ដៃសិនបងប្អូនយើងធ្វើការបញ្យឺតទៅឆ្វេងទៅស្ដាំមកលើមកក្រោមសិនបន្ទាប់យើងធ្វើការបញ្យឺតរួចហើយយើងធ្វើការចុចនៅតំបន់គៀនមេដៃគៀនចំណែកដៃតិចបងប្អូនចុចនៅកន្លែងនេះគឺបំបត្តិស្ពឹកបំបត្តិចុករយបងប្អូនដែលខ្សោយចុចកន្លែងនេះគឺដៃមានកម្លាំងមកនេះចុចកន្លែងនេះយើងចុច3 4ដងអញ្ចឹងណាបងប្អូនយើងចុចម្ដងរាប់បាន7វិនាទី10វិនាទីអញ្ចឹងតបន្ទាប់យើងធ្វើការចុចនៅកន្លែងនេះរួចហើយយើងមកចុចនៅកន្លែងប្រអប់ដៃនេះម្ដងចុចកន្លែងមេដៃប្រអប់ដៃធ្វើមិនចុចឲ្យសប់យើងចុចពវល់យើងចុចយឺតបងប្អូនដោយសារតែវីដេអូនេះគឺខ្ញុំដាក់រៀងលឿនបន្តិចប៉ុន្តែភាគច្រើនគាត់ធ្វើយឺតទេបងប្អូនអញ្ចឹងយើងចុចពវល់តិចអញ្ចឹងបងប្អូនហើយឆ្លីតិចនេះបងប្អូននេះកន្លែងនេះគាត់ធ្វើនៅអនប្រអប់ដៃគឺគាត់ចុចចុចរុញបងប្អូនធ្វើតាមនឹងទទួលលទ្ធផលល្អមែនតើយើងចាំបាក់ប្រើប្រាស់ថ្នាំទេគឺនេះគឺជាវិធីសាស្ត្រក្នុងការសម្រួលឬការព្យាបាលដោយខ្លួនឯងបងប្អូនអាចធ្វើមិត្តភ័ក្តិបងប្អូនម៉ាក់ប៉ាបងប្អូនដែលឈឺអញ្ចឹងណាសូម្បីតែឈឺខ្លួនឯងក៏អាចធ្វើបានដែរបងប្អូននេះកន្លែងនេះគឺគាត់ធ្វើការចុចនៅតំបន់ខ្មងដៃរបស់គាត់ដោយសារខ្មងដៃគាត់រៀងរឹងតឹងដែរអញ្ចឹងយើងចុចឆ្លីយើងអត់ទាន់ប្រើប្រាស់មួយប្រេងបងប្អូនយើងចុចសែនយើងសម្រួលសែនយើងចុចនេះដល់វគ្គដែលគាត់ត្រូវសម្រួលជាមួយនឹងប្រេងរឹតនិងប្រេងម៉ាសាហើយបងប្អូនតេតទៅនឹងប្រេងរត់ប្រេងម៉ាសានឹងដែរគឺសុទ្ធតែរបស់ល្អដែលបងប្អូនយកមកប្រើបងប្អូនចង់បានតេតទៅបងប្អូនបានប្រេងរត់របស់សិង្ហបុរីនាំចូលពីប្រទេសសិង្ហបុរីប្រេងម៉ាសានាំចូលពីប្រទេសចិនបងប្អូនតែសុទ្ធតែលេខ1ផលិតចេញពីជីងកាមជីវ៉ាន់ស៊ុយនិងអូលីវប្រេងម៉ាសានិងប្រេងរត់គឺផលិតចេញពីឱសថបុរាណរបស់ចិនគឺច្រើនប្រភេទមែនតើបងប្អូនពេលយកទៅប្រើប្រាស់គឺអត់ប៉ះពាល់ទៅលើស្បែកឬក៏លាក់ស៊ីជាមួយអីទេគឺជួយបងប្អូនច្រើនមែនតើបងប្អូនបន្ទាប់ពីខ្ញុំធ្វើការលាបប្រេងរត់នៅកន្លែងនេះខ្ញុំធ្វើការអូសជាមួយនឹងឧបករណ៍របស់ខ្ញុំតាមម្រាមឬក៏ប្រើដៃរបស់យើងស្បូតនៅតាមម្រាមបងប្អូនគឺម្រាមរបស់យើងក៏យើងអត់ចោលដែរយើងស្បូតបងប្អូនអត់មានឧបករណ៍ទេយើងស្បូតដោយដៃរបស់យើងបន្ទាប់ពីយើងធ្វើការរួចកន្លែងនោះដល់យើងចាប់ផ្ដើមធ្វើនៅតំបន់ខ្មងដៃម្ដងគឺយើងចាក់ប្រេងរត់ប្រេងម៉ាសាដោយបងប្អូនធ្វើវីដេអូពីដំបូងគឺយើងចាក់ដូចតែគ្នាទេយើងចាក់ហើយយើងស្បូតពីក្រោមឡើងលើយើងមិនមែនស្បូតពីលើចុះក្រោមបងប្អូនតសៃឈាមគឺវារុញពីយើងរុញពីក្រោមឡើងលើវិញបងប្អូនដើម្បីចូលទៅក្នុងបេះដូងវិញអញ្ចឹងយើងរុញអូធ្វើមិនឲ្យសប់ហ្មងអញ្ចឹងបងប្អូនក្នុងការធ្វើបងប្អូនចំណាយពេលប្រហែលជា10នាទី5នាទីទៅ10នាទីនោះបងប្អូននឹងទទួលផលច្រើនហើយមានម៉ាក់ប៉ាបងប្អូនដែលស្ពឹកដៃខ្សោយដៃវីដេអូនេះបើសិនបងប្អូនចេះព្យាបាលចេះម៉ាសាខ្នងស្មាអាចធ្វើបាននេះមានប្រេងរត់មានម៉ាស្រាអាចធ្វើខ្លួនឯងបានគឺវីដេអូក្រោយទៀតខ្ញុំធ្វើច្រើនបងប្អូនចឹងបងប្អូនអាចមើលវីដេអូនេះឲ្យ share ចែករំលែក center ទៅវីដេអូក្រោយខ្ញុំនឹងធ្វើទៅនឹងជង្គង់កជើងស្មាកខ្ញុំធ្វើចែកជូនច្រើនតែវីដេអូនេះបងប្អូនចេះវីដេអូនេះសិនទៅហើយក៏អរគុណបងប្អូនពុកម៉ែសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាមានបញ្ហាចម្ងល់ផ្សេងៗបងប្អូនអាចខលសួរបានអរគុណជម្រាបលា